Châm ran po nhật nhiềuជាពុទ្ធបរិស័ទបងប្អូនប្រុសស្រីគ្រប់រូបទាំងអស់នៅក្នុងគណៈវេលានេះខ្ញុំបកណាអាត្មាភាពកំពុងតែនៅមុខអង្គរទូចក៏ឲ្យមានដើមឈើធំខាងនេះបាទហើយខាងមុខនោះគឺអង្គរណាហើយមានជនជាតិមកច្រើនដែរញាតិញោមពុទ្ធបរិស័ទនឹងកន្លែងនេះគឺកន្លែងអង្គរបងនៅព័ទ្ធជុំវិញហើយខ្ញុំបកណាអាត្មាភាពនឹកឃើញដើមឈើធំនេះបងដើមឈើនឹងអស្ចារ្យណាញាតិញោមនេះប៉ុណ្ណាណៃដើមឈើនោះធំមែនតើបងហ្នឹងហើយនៅខាងក្រោយអាត្មាភាពនេះចឹងខ្ញុំកណាអាត្មាភាពនឹកឃើញដើមឈើធំវាជាគ្រឿងនិយាយថាវាជាម្លប់វាជាម្លប់ដ៏ត្រជាក់សម្រាប់ជាជំរកដល់មនុស្សទូទៅហ្នឹងហើយជាជំរកដល់មនុស្សទូទៅហើយខ្ញុំកណាអាត្មាភាពក៏បានមកអង្គុយខាងក្រោមដើមឈើហ្នឹងក៏នឹកឃើញអំពីយើងទាំងអស់គ្នាបងនឹងយើងទាំងអស់គ្នាមិនមែនតែញាតិញោមទេកណាគុណចាស់គ្រប់ព្រះអង្គដែលរស់នៅក្នុងលោកយើងហ្នឹងក៏តែងតែចង់បាននូវសេចក្តីសុខមែនទេចង់បាននូវសេចក្តីសុខគ្រប់គ្នាគ្រប់ព្រះអង្គមិនថាតែខ្ញុំកណាអាត្មាភាពមិនថាញាតិញោមពុទ្ធបរិស័ទឬក៏សត្វទូទៅទាំងសត្វនៅក្នុងទឹកលើគោកនឹងតែងតែចង់បាននូវសេចក្តីសុខអញ្ចឹងការរស់នៅដែលចង់បាននូវសេចក្តីសុខហ្នឹងសំខាន់ណាស់ដើមឈើវាជាម្លប់ដ៏ត្រជាក់សម្រាប់មនុស្សទូទៅសម្រាប់ជ្រកហ្នឹងផ្ដល់ជាជំរកហើយមនុស្សយើងបើរស់នៅត្រូវការមេត្តាបិតាត្រូវការអ្នកគ្រប់គ្រងនឹងឯងធ្វើជាម្លប់ដ៏ត្រជាក់ដល់កូនចៅឃើញទេជាម្លប់ទៅដល់ត្រជាក់ដល់កូនចៅអញ្ចឹងសំខាន់គឺម៉ែឪជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅហើយអ្នកដឹកនាំក៏ជាម្លប់ដ៏ត្រជាក់របស់ប្រជានារាស្ត្រឬក៏ប្រជាពលរដ្ឋសម្រាប់ប្រជាសម្រាប់អ្នកដឹកនាំនឹងជាម្លប់ដ៏ត្រជាក់វាប្រៀបបីដូចជាឈើដ៏ធំនេះសម្រាប់ជាម្លប់សម្រាប់ដល់មនុស្សសត្វឬក៏អ្នកជ្រកហ្នឹងអញ្ចឹងសំខាន់ណាយើងរស់នៅសុទ្ធតែជាអ្នកចង់បាននូវសេចក្តីសុខដូច្នេះសូមកុំឲ្យរស់នៅក្នុងភាពជាអ្នកមានការបៀតបៀនគ្នាបើយើងចង់បានសុខកុំបៀតបៀនគ្នាដូចព្រះអង្គសម្ដែងថាអព្យាបច្ឆាំងសុខាំងលោកេឃើញទេការដែលរស់នៅមិនបៀតបៀននឹងឯងគឺនាំមកនៅសេចក្តីសុខក្នុងលោកណាតែយើងបៀតបៀនគ្នាគឺមិនអាចបាននៅសេចក្តីសុខទេអញ្ចឹងញាតិញោមពុទ្ធបរិស័ទឃើញអំពីយើងរស់នៅសពថ្ងៃហ្នឹងហើយមិនថាតែក្នុងប្រទេសទេសំបីតែប្រទេសធំធំដែលរស់នៅនឹងបំពេញនៅមហិច្ឆតារៀងខ្លួនណាបៀតបៀនប្រទេសទូចហ្នឹងហើយព្រោះតែចង់បានរស់ចង់បានជាតិសាសន៍នីមួយហ្នឹងគឺថាសុទ្ធតែមានការចង់រស់នៅបានសុខក៏ប៉ុន្តែបែរជាទៅបំផ្លាញជាតិសាសន៍មួយទៀតអានឹងមិនល្អទេរស់នៅបែបនោះគឺថាជាការរស់នៅក្នុងការបៀតបៀនគ្នាហើយអញ្ចឹងមិនសុខទេទោះបីជាថាយើងបានសុខនៅក្នុងការរស់នៅដោយក្នុងភាពជាធំក៏ដោយក៏ប៉ុន្តែយើងសុខបានប៉ុណ្ណឹងថ្ងៃក្រោយទៀតក៏នៅមានគេបៀតបៀនវិញអាការរស់នៅក្នុងការបៀតបៀនអ្នកដទៃហ្នឹងហើយមកភាពមិញថតនៅកន្លែងដើមឈើញាតិញោមអញ្ចឹងទៅមានការបាញ់ទឹករៀងរំខានបន្តិចតែចង់និយាយរឿងការរស់នៅរបស់យើងណាមនុស្សយើងសិតតែចង់បាននូវសេចក្តីសុខហ្នឹងហើយការបៀតបៀនគ្នាមិនបាននូវសេចក្តីសុខទេ
ដូចជាប្រទេសមួយទៅប្រទេសមួយគឺថាបើយើងឆ្លៀនពៀនចង់បាននូវសេចក្តីសុខបៀតបៀនអ្នកដទៃនឹងក្រោយក៏គេបៀតបៀនខ្លួនវិញដែរអញ្ចឹងណាញាតិញោមនឹងយើងមើលសម័យអង្គររហូតមកដល់សម័យឥឡូវមនុស្សយើងមានការរស់នៅនឹងគិតថាមមតំណាញាតិញោមមហាកំផែងធំប៉ុន្តែយើងគិតពីប្រវត្តិសាស្ត្រអំពីការរស់នៅថាអន្តរាយបងភាពអន្តរាយដល់គ្នានឹងគ្នាហ្នឹងហើយមនុស្សយើងរស់នៅមិនយូរប្រហែលទេហ្នឹងហើយមែនទេញាតិញោមពុទ្ធបរិស័ទរស់នៅអត់យូរប្រហែលទេតែមនុស្សយើងហួងហែងហ្នឹងហើយសម្លាប់គ្នាបៀតបៀនគ្នាហ្នឹងហើយចងគំនុំគ្នាតចំនួនតតកូលអានឹងដោយសារតែការរស់នៅក្នុងការបៀតបៀនគ្នានឹងឯងចឹងញាតិញោមពុទ្ធបរិស័ទឃើញអំពីទស្សនវិជ្ជាទាំងស្រុងនៅអង្គរវត្តហ្នឹងស្មារតីកណ្ដឃើញហើយអង្គុយក្រោមដើមឈើវាជាមលុបញាតិញោមវាជាមលុបត្រជាក់សម្រាប់មនុស្សហើយប៉ុន្តែនៅអង្គររបស់យើងក៏ជាមលុបហើយប៉ុន្តែគាត់ចង់ឲ្យលើកថាយើងត្រូវមានធម៌មេត្តាដល់គ្នានឹងគ្នាកុំមានការបៀតបៀនគ្នាហ្នឹងហើយម៉ែឪក៏ត្រូវមានមេត្តាជាមួយកូនប្រុសស្រីក៏ត្រូវមានមេត្តាជាមួយម៉ែឪភរិយាប្តីប្រពន្ធកូនចៅទាំងអស់ត្រូវរស់នៅក្នុងភាពមានមេត្តាដល់គ្នានឹងគ្នាមិនត្រូវបៀតបៀនគ្នាទេតែណាបើយើងបៀតបៀនគ្នាវាអត់សក់ទេហ្នឹងហើយជីវិតហ្នឹងវាអត់សក់ញាតិញោមពុទ្ធបរិស័ទអញ្ចឹងណាអញ្ចឹងយើងរស់នៅមិនត្រូវបៀតបៀនគ្នាទេនឹងរស់នៅត្រូវផ្ដល់នៅសេចក្តីសុខមានមេត្តាដល់គ្នានឹងគ្នាបើយើងរស់នៅខ្វះធម៌មេត្តាញាតិញោមពុទ្ធបរិស័ទมันខកអីពីសង្គមសត្វទេបាទសត្វវាបញ្ញាវាប្រខំគ្នាវាដដើមគ្នារស់ញាតិញោមហ្នឹងហើយអញ្ចឹងសត្វហ្នឹងឯងគឺវារស់នៅក្នុងភាពភ័យប៉ុន្តែបើយើងរស់នៅមិនបៀតបៀនគ្នានេះមានធម៌មេត្តាផ្សាយដល់គ្នានឹងគ្នាឲ្យគេបាននៅសេចក្តីសុខយើងក៏បាននៅសេចក្តីសុខនោះវាជាការល្អវាជាការល្អអញ្ចឹងខ្ញុំគណៈអាត្មាភាពលើកយកមកហ្នឹងសម្រាប់បានចែកជូនជាពុទ្ធបរិស័ទទាំងអស់ដែលថាបានឃើញបានទស្សនានៅទឹកដីអង្គរហើយនឹងបានពិចារណាណាហ្នឹងហើយដើមឈើធំហ្នឹងវាជាតួយ៉ាងនៃមលុបត្រជាក់ហើយមានទឹកក៏ជាជំរករបស់សត្វព្រៃដែរនេះនឹងនៅជុំវិញអង្គរហ្នឹងមានទឹកមានអីចឹងហ្នឹងញាតិញោមហើយក៏វាជាជំរកដែរអញ្ចឹងយើងត្រូវមានមេត្តាដល់គ្នានឹងគ្នាណាហ្នឹងហើយគេថាឈើដុះលើភ្នំជំរុំបាក់សីឈើដុះក្នុងព្រៃជំរុំរគីណាឈើដុះក្នុងទឹកជំរុំមច្ឆាឈើដុះក្នុងផ្សារបង្អួតទេសចរឈើសាងផ្ទះធំជំរុំអ្នកមានខ្ទមតូចគៀនជំរុំអ្នកក្រសាងកុដិអារាមជំរុំអ្នកធម៌សាងកុសលល្អជាជំរុំចិត្តរកមលុបជ្រកពួនព្រោះតែក្តៅកាយដំបៅមិនខ្លាយព្រោះមានឆ្នាំបិទមិនបៀតបៀនគេព្រោះអាណិតបើចង់ទៅជាចិត្តមិនក៏មិនរៀនធម៌ណាឈើដុះលើភ្នំវាជាជំរុំបាក់សីអាឈើធំហ្នឹងដូចស្មារតីអង្គុយមិញហ្នឹងវាជាជំរុំបាក់សីឈើដុះក្នុងព្រៃជាជំរុំនៃមរគីហ្នឹងហើយឈើដុះក្នុងទឹកជំរុំមច្ឆានឹងមច្ឆាត្រីអីហ្នឹងនេះហើយហ្នឹងមានដែរញ៉ឹងឈើដែលដុះព័ទ្ធជំវិញហ្នឹងវាជាជំរុំរបស់មច្ឆាហើយទឹកហ្នឹងក៏វាជាជំរុំជាទីនៅច្រកកោននៃពពួកត្រីពួកបង្កងបង្គាអីចឹងណាពួកសត្វត្រីសត្វអីចឹងទៅអាហ្នឹងវាដល់ភាពត្រជាក់ត្រជុំអញ្ចឹងយើងទាំងអស់គ្នាក៏បីសាងនៅសេចក្តីល្អដោយមានមេត្តាដល់គ្នានឹងគ្នាហើយធ្វើមេត្តាបិតាគេធ្វើជាអ្នកធំក៏ជាមលុបដល់កូនប្រុសស្រីហ្នឹងហើយយើងទាំងអស់គ្នារស់នៅក៏ត្រូវមានមេត្តាដល់គ្នានឹងគ្នាមិនថាតែអ្នកធំអ្នកតូចញូរស់នៅទៅយើងមានមេត្តាធម៌ដល់គ្នាយើងបានសុខហើយអញ្ចឹងណាញញោមពុទ្ធបរិស័ទអញ្ចឹងសូមអនុមោទនា